សម្រាប់ថ្ងៃទី21មេរៀនដែលលោកគ្រូបង្រៀនគឺអ្វីដែលខ្ញុំចង់ឆ្លងចាំងគឺតើតើនឹងការវាតម្លៃចរិយារបស់សិស្សដែលនៅក្នុងនោះមាននិយាយពីជំនាញក្នុងការគ្រប់គ្រងខ្លួនការសហការជាមួយអ្នកដទៃអីជាដើមហ្នឹងការប្រស័យទាក់ទងគ្នាហើយនៅក្នុងមេរៀននេះគឺមានច្រើនចំណុចដែលរៀបរាប់ពីសមត្ថភាពរបស់សិស្សក្នុងការវិនិច្ឆ័យប្រសិនបើគាត់មានការសិក្សាបានត្រឹមត្រូវមានអត្តចរិតល្អគាត់អាចវិភាគឬក៏គិតអ្វីមួយមេរៀនបានត្រឹមត្រូវសមហេតុផលហើយការគិតរបស់ពួកគាត់ក៏ទាន់ហេតុការណ៍មានថាទាន់ភាពការឆ្លើយខួរក្បាលរបស់គាត់បាន reflect ទាន់ពេលវេលាហើយគាត់អាចចងចាំមេរៀនបានល្អហើយផ្ចង់អារម្មណ៍ចរិយាសម្បត្តិគឺចាំបាច់ដើម្បីទទួលបានជោគជ័យហើយជួយជំរុញឲ្យមានភាពស្មោះត្រង់គាត់ចេះតស៊ូនៅក្នុងឈុំមុខនឹងឧបសគ្គផ្សេងៗហើយគាត់ក៏មានភាពស្ទាត់ជំនាញក្នុងការដោះស្រាយបញ្ហាកាលណាគាត់មានបរិយាកាសក្នុងការបរិយាកាសវិជ្ជមាននៅក្នុងជីវិតរបស់គាត់នៅក្នុងបរិស្ថានជុំវិញរបស់គាត់ក៏ជួយជំរុញឲ្យការរៀនសូត្ររបស់សិស្សបានល្អច្រើនជាងសិស្សដែលមានស្ថិតក្នុងបរិយាកាសអវិជ្ជមានហើយសិស្សដែលគាត់តែងតែគិតវិជ្ជមានពីច្រើនជោគជ័យនៅក្នុងការសិក្សាតែសិស្សដែលបរាជ័យពីច្រើនគាត់focus មានថាផ្ចង់ចិត្តទៅលើតែភាពអវិជ្ជមានជាដើមព្រោះសម័យឥឡូវគឺការរៀនសូត្រយើងអាចបដូរពីការគិតទៅលើលទ្ធផលបន្ទុកតែបង្រៀនទៅលើភាពស្មោះត្រង់សុចរិតភាពនិងសេរីភាពនៃការបញ្ចេញមតិបានល្អជាង